ព័ត៌មានក្តៅចេញពីប្រទេសថៃគឺតាហ៊ានថៃបានជន់មីនដាច់កជើងនៅព្រំដែនក្បែរព្រះវិហារជំរុញឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលថៃមានប្រតិកម្មយ៉ាងខ្លាំងហើយនេះគឺជាសេចក្តីរាយការណ៍មួយថ្មីចេះនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះឯងដែលមានតាហ៊ាន2នាក់បានរងរបួសដោយសារការផ្ទុះមីននៅគៀកនឹងព្រំដែនខេត្តព្រះវិហារបាទតាមដានសេចក្តីរាយការណ៍ពីខ្ញុំបាទដូចតទៅនេះខេត្តស៊ីសាកេតប្រទេសថៃមានហេតុការណ៍ដ៏សោកសៅមួយបានកើតឡើងនៅព្រឹកថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025វេលាប៉ោងប្រហែលនឹង9:36នាទីដោយទាហានរងម្នាក់ឈ្មោះសិទ្ធស័កសមាភុងដែលជាកងទ័ពចំណុះអនុសេនាតូចកងទ័ពឆ្មើជើងលេខ1611បានជន់មីននៅតំបន់ក្បែរព្រំដែនអូតាម៉ារីដែលស្ថិតក្នុងចន្លោះភូមិខឿក្នុងខេត្តព្រះវិហារនិងស៊ីសាកេតដែលហេតុការណ៍នេះបានបណ្ដាលឲ្យតាហ៊ានម្នាក់ដាច់កជើងខាងស្ដាំយ៉ាងធ្ងន់ធ្ងរក្រៅពីនេះពលតាហ៊ានម្នាក់ទៀតឈ្មោះវិជ្ជរាផាន់ថាណាដែលជាកងទ័ពចំណុះអង្គភាពដូចគ្នាក៏រងរបួសដូចគ្នាដោយសារកម្លាំងញ័រនៃការផ្ទុះមីនដោយអាការៈពួកគាត់នឹងគឺណែនទ្រូងផងដែរបច្ចុប្បន្នកងទ័ពទាំងពីរនាក់ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យមួយដែលមានឈ្មោះថា San Pasati Prasong Hospital ដើម្បីសង្គ្រោះបន្ទាន់ក្រៅពីហេតុការណ៍នេះកើតឡើងគឺមានប្រតិកម្មពីថ្នាក់ដឹកនាំថៃហេតុការណ៍នេះបានជំរុញឲ្យថ្នាក់ដឹកនាំថៃមានការប្រតិកម្មខ្លាំងក្លានិងបន្ទាន់ខ្លាំងមែនទែនដោយលោកអនុទានឆានវិជ្ជរកូលនាយករដ្ឋមន្ត្រីថៃបានសម្ដែងការមិនពេញចិត្តខ្លាំងចំពោះឧបទ្ទវហេតុនេះហើយបានបញ្ជាឲ្យក្រសួងការបរទេសនិងក្រសួងការពារជាតិធ្វើការតវ៉ាទៅក្រុមការសង្កេតបណ្ដោះអាសន្នលោកក៏បានសម្រេចចិត្តបញ្ឈប់រាល់កិច្ចព្រមព្រៀងជាមួយនឹងកម្ពុជារួមទាំងផ្អាកភ្លាមៗនៅការបញ្ជូនឆ្លើយសឹកជនជាតិកម្ពុជាដែលថៃចាប់ទៅនឹងទៅឲ្យកម្ពុជាវិញផងដែរដែលគ្រោងនឹងបញ្ជូននៅថ្ងៃទី12វិច្ឆិកានេះបាទនេះគឺអនុទានគាត់ខឹងហើយគាត់មានការកលិចកលុចហើយជន់មីនខ្លួនឯងមកបន្ទោសថាខ្មែរនឹងដាក់ហើយមិនតែប៉ុណ្ណោះនឹងឯកឧត្តមណដ្ឋផនណផានិច General ណដ្ឋផនណផានិចរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឲ្យមេបញ្ជាការភូមិភាគ2ឲ្យទៅពិនិត្យថាតើមីននោះមីនចាស់ឬក៏មីនថ្មីដែលទើបនឹងដាក់ថ្មីហើយបានលើកឡើងថាមីននោះទំនងជាដាក់ថ្មីបាទនេះគឺជាការនិយាយរបស់អេដាមក្រសួងការពារជាតិថៃបាទគឺ General ណដ្ឋផុនណផានិចបាទហើយគាត់ចោទថាមីននឹងទើបដាក់ថ្មីអញ្ចឹងរឿងនេះគឺកាន់តែក្តៅហើយគឺចោទមកកម្ពុជាទាំងស្រុងតែម្ដងហើយព័ត៌មាននេះបានបង្កឲ្យមានការវែកញែកដេញដោលនិងមានភាពតានតឹងម្ដងទៀតនៅបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរកម្ពុជានិងថៃបាទហើយនេះគឺជាករណីផ្ទុះមីនមួយករណីទៀតហើយដែលធ្វើឲ្យទាហាន2នាក់ហ្នឹងរងរបួសដាក់ជើងមួយហើយនឹងម្នាក់ទៀតរងរបួសស្រាលដោយថប់ដើមទ្រូងហើយខាងរដ្ឋាភិបាលថៃមានការពមៀនហើយបដកម្មឡើងផងដែរស្ថានភាពព្យាបាលនាយទាហានរងរបួសគឺម្នាក់គឺដាច់ជើងហ្នឹងគឺឈ្មោះសឺតស័កសមាភុងហ្នឹងគឺរងរបួសធ្ងន់ដាច់ជើងហើយម្នាក់ទៀតនៅចិត្តគ្នានឹងនៅកំរងពេលធ្វើភារកិច្ចហ្នឹងគឺពលទាហានវិជ្ជរាឋានាដែលមានអាការៈណែនទ្រូងដោយសារកម្លាំងរំញ័រនៃការផ្ទុះនោះហើយពួកគាត់ទាំងពីរត្រូវបញ្ជូនតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យដែលចិត្តនោះដើម្បីទទួលការព្យាបាលជាបន្ទាន់ហើយអាការៈសំខាន់ហ្នឹងគឺនាយទាហានរងម្នាក់គឺរបួសដាច់ជើងហើយធ្ងន់ធ្ងរហើយម្នាក់ទៀតគឺណែនទ្រូងដោយសារតែរំញ័រនៃការផ្ទុះហើយរងរបួសស្រាលទេហើយចំណុចសំខាន់នៃហេតុការណ៍នេះគឺត្រូវបានរាយការណ៍ថាជាលើកទី7ហើយក្នុងឆ្នាំ2025ដែលមានទាហានថៃជន់មីននៅតំបន់ព្រំដែនថៃកម្ពុជាដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃបញ្ហាមីនទាំងនោះបញ្ហាដែលភាពតានតឹងចំពោះប្រតិកម្មនៅព្រំដែនគឺហេតុការណ៍ជន់មីនដែលធ្វើឲ្យបង្កមានការតានតឹងសាជាថ្មីកាន់តែខ្លាំងហើយមានការប្រតិកម្មខ្លាំងពីភាគីថៃដោយមានការចាត់ប្រកាន់ថាខ្មែរយើងដាក់មីនថ្មីមេបញ្ជាការយោធាភូមិភាគ2បានអាងថា
mình đeo thể hiện thay ná để chọn mình tới cứ mình là chắc chắc thì cứ mìnhประเภท ថ្មី គឺប្រភេទ PMN2 មិនមែនជាមិនចាស់ដែលសល់តាំងពីសម័យសង្គ្រាមនោះទេដែលជាការអះអាងនេះដែលធ្វើឲ្យមានការតានតឹងសារជាថ្មីហើយមួយទៀតគឺផ្អាកការព្រមព្រៀងហើយចំពោះហេតុការណ៍នោះភ្លាមគឺលោកអនុទានហ្នឹងគឺជារដ្ឋមន្ត្រីថៃហ្នឹងបានផ្អាកបញ្ជូនឆ្លើយរបស់កម្ពុជាហ្នឹងមកកម្ពុជាវិញហើយនេះជាកំណត់ការនឹងការតបតរបស់ថ្នាក់ដឹកនាំអនុទានជារដ្ឋមន្ត្រីថៃអានេះគឺគេដាក់គំនាបលើយើងហើយតកតងនឹងបញ្ហាផ្ទុកមួយហ្នឹងមួយទៀតគឺការទៀមទីអន្តរជាតិបាទរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកម៉ារីសសែងយ៉ាំផុងបានទូរស័ព្ទទៅរដ្ឋមន្ត្រីក្រសួងបរទេសជប៉ុនដើម្បីស្នើសុំយន្តការអូតាវ៉ាគេថាអូតាវ៉ា Convention ឲ្យបានស៊ើបអង្កេតលើទឹកដីកម្ពុជាពីបទរំលោភអនុសញ្ញាហាមឃាត់ប្រើប្រាស់មីនប្រឆាំងនឹងមនុស្សបាទអញ្ចឹងនៅពេលដែលមានហេតុការណ៍ហ្នឹងគឺខាងគេគឺអត់ព្រមទេសរុបមកវិញស្ថានភាពទាហានទាំងពីរនាក់កំពុងស្ថិតនៅក្រៅតាមដានយកចិត្តទុកដាក់គណៈឧបតវហេតុនេះបានបង្កឲ្យមានវិបត្តិការទូតខ្មែរនិងថៃនិងជំរុញឲ្យភាគីថៃមានចំណាប់ការឆ្លើយតបយ៉ាងខ្លាំងក្លានៅតាមបណ្ដោយព្រំដែនបាទនេះគឺជាករណីក្តៅថ្មីមួយទៀតដែលតាហ៊ានថៃបាទគឺផ្ទុះមីនហើយម្នាក់គឺដាច់ជើងយ៉ាងធ្ងន់ធ្ងរហើយម្នាក់ទៀតបាទគឺរងរបួសស្រាលហើយថប់ដើមទ្រូងអញ្ចឹងណាហើយរឿងនឹងកើតឡើងគេធ្វើឲ្យប្រតិកម្មពីនាយករដ្ឋមន្ត្រីថៃខាងខ្មែរយើងថាដាក់មីនថ្មីហើយមួយទៀតគឺចោទថាខ្មែរហ្នឹងរំលោភកិច្ចសន្យាអូតាវ៉ាដែលប្រឆាំងមីនមនុស្សហ្នឹងហើយមួយទៀតគឺចោទខ្មែរថាដាក់មីនថ្មីហ្នឹងឯងហើយមួយទៀតគឺនិយាយអំពីឆ្លើយសឹកទាំងប្រមាណអ្នកដែលថៃចាប់ទៅហ្នឹងគឺកិច្ចសន្យាគឺលុបចោលតែម្ដងហើយមិនដឹងថាម៉េចទេហើយយើងរងចាំទាំងអស់គ្នាជាមួយខ្ញុំបាទទាំងអស់គ្នាដែលតកតងនឹងអាប់ដេតនៅករណីមួយនេះហើយមិនតែប៉ុណ្ណោះទេគឺរដ្ឋាភិបាលថៃហ្នឹងគឺចាប់ផ្ដើមញ៉ាយទៀតហើយជាមួយនឹងមើលភូមិភាគ2ដូចជាអ្នកផ្សេងទៀតគឺគាត់ចោតប្រកាន់មកលើកម្ពុជាអញ្ចឹងខ្ញុំមានតែរងចាំទេកុំឲ្យថាខ្ញុំហ្នឹងនិយាយទៅលើសពីព័ត៌មានអញ្ចឹងថ្ងៃនេះខ្ញុំអាប់ដេតព័ត៌មានទី1 12តាំងតឹងបញ្ហាព្រំដែនផងដែរអញ្ចឹងយើងមានតែចំណាប់ការរបស់ថ្នាក់ដឹកនាំនិងខាងភាគីថៃទេថាគេចរចាគ្នាយ៉ាងដូចម្ដេចបាទពីខ្ញុំបាទវិសាលបាទសូមមកដល់ទីបញ្ចប់ហើយមានការខុសទាស់អំពីអានឈ្មោះឬក៏កន្លែងខ្លះបកប្រែទៅវាលើសលុះអីសូមមេត្តាខន្តីពេលទោះហើយខមមិនដើម្បីការកែលម្អ